របស់គ្រួសារឥឡូវសេដ្ឋកិច្ចរបស់គ្រួសារកាន់តែធ្លាក់ចុះណាស់ទៅហើយបើសិនជាមិត្តយល់ពីសេដ្ឋកិច្ចរបស់គ្រួសារតែបន្តិចប្រហែលជាមិត្តមិនហ៊ានទៀងទេមកទៅតើបាត់ដែរឬទេមិត្តនៅក្នុងអង្គវេទិកានេះទាំងមូលកិច្ចចាប់ផ្ដើមនេះខ្ញុំសូមគោរពជម្រាបសួរទៅកាន់លោកគ្រូអ្នកគ្រូជាទីគោរពមិត្តសិស្សានុសិស្សដែលមានវត្តមាននៅទីនេះហើយក៏សូមគោរពជម្រាបសួរទៅកាន់មិត្តក្រុមស្របសំណប់ចិត្តខ្ញុំអើយនាងខ្ញុំឈ្មោះលេងនីកាជាសិស្សថ្នាក់ទី 7A នៃសាលាអនុវិទ្យាល័យតាពាំងបឹងមកពីក្រុមបដិសេធសូមធ្វើការបដិសេធទៅលើប្រធានបទមួយដែលបានលើកឡើងថាការប្រើប្រាស់ទូរស័ព្ទនៅក្នុងការសិក្សាមានសារៈសំខាន់ហើយដើម្បីជាជំហានឈានទៅដល់ការបកស្រាយនៅគំនិតប្រធានខាងលើបានទៅកាន់ក្បោះក្បាយជឿចិត្តថែមទៀតនោះសូមអនុញ្ញាតឲ្យរូបនាងខ្ញុំពន្យល់ន័យនៃពាក្យកន្លឹះចំនួន2ទូរស័ព្ទមានន័យថាគឺជាគ្រឿងអេឡិចត្រូនិកមួយប្រភេទសម្រាប់ស្រាវជ្រាវស្វែងយល់ព័ត៌មានផ្សេងៗរីឯពាក្យសារៈសំខាន់មានន័យថាផលប្រយោជន៍សារៈប្រយោជន៍ដូច្នេះគំនិតប្រធានខាងលើចង់មានន័យជារួមថាការប្រើប្រាស់គ្រឿងអេឡិចមួយសំទោសការប្រើប្រាស់គ្រឿងអេឡិចត្រូនិកមួយប្រភេទគឺទូរស័ព្ទនៅក្នុងការសិក្សាដើម្បីស្រាវជ្រាវស្វែងយល់ព័ត៌មានផ្សេងៗនាំឲ្យអ្នកសិក្សាទទួលបានផលប្រយោជន៍សារៈប្រយោជន៍នៅក្នុងការសិក្សាតែនាងខ្ញុំសូមបដិសេធទៅលើប្រធានបទខាងលើនេះដោយនាងខ្ញុំបានជ្រើសរើសយកទិលហិកធំចំនួន3ទិលហិកទី1ការប្រើប្រាស់ទូរស័ព្ទនាំឲ្យចំណាយថវិកាច្រើនទិលហិកទី2ការប្រើប្រាស់ទូរស័ព្ទនាំឲ្យប៉ះពាល់ដល់សុខភាពនិងទិលហិកទី3ការប្រើប្រាស់ទូរស័ព្ទនាំឲ្យអ្នកសិក្សាឆ្លុះវង្វេងជាកិច្ចបន្ទាប់នេះសូមអនុញ្ញាតឲ្យរូបនាងខ្ញុំបានបកស្រាយនៅទិលហិកទី1ការប្រើប្រាស់ទូរស័ព្ទនាំឲ្យចំណាយថវិកាច្រើនជាការពិតណាស់មិត្តសិស្សានុសិស្សមិត្តមិនទាន់រកប្រាក់ចំណូលឬថវិកាដើម្បីផ្គត់ផ្គង់គ្រួសារនៅឡើយនោះទេតែមិត្តមួយចំនួនចូលចិត្តទាមទារប្រាក់ឬថវិកាពីឪពុកម្ដាយទាំងដល់ដើម្បីយកទៅទិញទូរស័ព្ទមកប្រើប្រាស់ដោយមិត្តមិនបានខ្វល់ពីជីវភាពពីសមត្ថភាពរបស់គ្រួសារឡើយមិនតែប៉ុណ្ណោះមិត្តខ្លះហេតុតែចង់បានទូរស័ព្ទប្រើប្រាស់ដល់ថ្នាក់គម្រាមកំហែងកុហកភូតផលឪពុកម្ដាយបើមិនទិញទូរស័ព្ទឲ្យទេគឺមិនទៅរៀននោះទេសួរថាមិត្តមានយល់ពីអារម្មណ៍របស់ឪពុកម្ដាយពេលដែលឮកូននិយាយបែបនេះដែរទេមិត្តចិត្តឪពុកម្ដាយហេតុតែស្រឡាញ់កូនពេលដែលឮកូននិយាយបែបនេះស៊ូណាស់សុខចិត្តដកប្រាក់ដែលខំសន្សំមករាប់ខែយកមកទិញទូរស័ព្ទឲ្យកូនប្រើប្រាស់ព្រោះខ្លាចកូនមិនទៅរៀនខ្លាចកូនគ្មានអនាគតល្អគ្មានចំណេះដឹងនៅថ្ងៃមុខនេះហើយទឹកចិត្តឪពុកម្ដាយមិនតែប៉ុណ្ណោះនោះទេមិត្តខ្លះពេលដែលឪពុកម្ដាយទិញទូរស័ព្ទឲ្យប្រើប្រាស់ហើយប្រើប្រាស់បានតែ2-3ថ្ងៃឃើញមិត្តរបស់ខ្លួនគេប្រើប្រាស់ទូរស័ព្ទថ្មី brand ដោសេរី